ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំមានចំណេះវិជ្ជាមួយចង់ចែករំលែកបងប្អូនគឺការបណ្ដោះចេកការបណ្ដោះចេកគឺមាន3របៀបទី1គឺយើងបណ្ដោះចេកដោយក្តៅចេករបៀបទី2គឺយើងបណ្ដោះចេកដោយកោសិការបៀបទី3គឺយើងបណ្ដោះចេកដោយគ្រាប់ចេកបាទនៅក្នុងរបៀបទាំង3នេះយើងខ្ញុំលើកយករបៀបតែមួយគឺការបណ្ដោះចេកដោយគ្រាប់ការបណ្ដោះចេកដោយគ្រាប់នេះគឺយើងខ្ញុំធ្វើឡើងគឺបណ្ដោះនៅលើក្រដាសជូតមាត់បាទគឺយើងខ្ញុំយកគ្រាប់ចេកទុំរួចលាងបន្ទាប់ពីលាងរួចគឺយើងខ្ញុំយកទៅដាក់នៅក្នុងក្រដាសជូតមាត់ដែលយើងខ្ញុំដាក់ទឹកសើមរួចយើងខ្ញុំយកក្រដាសជូតមាត់នេះទៅទុកនៅកន្លែងដែលម្លប់ហើយយើងដាក់ទឹកសើមរយៈពេលតែ1អាទិត្យឬក៏កន្លះខែគ្រាប់ចេកចាប់ផ្ដើមនឹងដុះចេញមកតាមគ្រាប់វានីមួយៗនៅក្នុងក្រដាសជូតមាត់ហើយយើងធ្វើបែបដូចនេះរយៈពេលតែ1ខែឬក៏1ខែកន្លះគឺយើងអាចយកគ្រាប់ចេកយកទៅបណ្ដោះនៅក្នុងថង់ឬកន្លែងបណ្ដោះគ្រាប់កូនចេកបានហើយសូមអរគុណចំពោះបងប្អូនដែលបានទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនស្រឡាញ់និងចូលចិត្តវីដេអូរបស់យើងខ្ញុំសូមបងប្អូនជួយចុច like ហើយ subscribe ឲ្យ YouTube របស់យើងខ្ញុំផងបាទសូមអរគុណសូមជម្រាបលាចំពោះបងប្អូនដែលបានទស្សនាវីដេអូរបស់យើងខ្ញុំពីដើមរហូតដល់ចប់សូមអរគុណ